អនុញ្ញាតឲ្យខ្ញុំបើកប្រអប់មេត70 Air មកទឹកនេះបងប្អូនហើយក៏អនុញ្ញាតឲ្យខ្ញុំបានបង្ហាញពីមេត70 Air ខ្លះៗជូនបងប្អូនដែរបងប្អូនអនុញ្ញាតឲ្យខ្ញុំមានចិត្តរំភើបមែនទែននៅពេលដែលបានមកកាន់ជាមួយនឹងមេត70 Air នេះបងប្អូនអនុញ្ញាតឲ្យខ្ញុំបានបង្ហាញនៅឆ្នាំងសាករបស់វាគឺវាមានទំហំ66វ៉ាត់អូទូចឡើងច្រឡឹងបងប្អូនទូចឡើងច្រឡឹងបាទឆ្នាំងសាកគឺទូចស្អាតមែនទែនបងប្អូនប្លែកមែនទែនម៉ូលើកនេះគឺវាមិនកាត់បន្ថយឆ្នាំងសាកទេប៉ុន្តែវាកាត់បន្ថយទំហំបងប្អូនអនុញ្ញាតឲ្យខ្ញុំបានបង្ហាញនៅកាមេរ៉ាខាងក្រោយវាបន្តិចបន្តួចបងប្អូនសម្រាប់កាមេរ៉ាខាងក្រោយនេះគឺជាប្រភេទ triple camera setup multi spectral sensor សម្រាប់កាមេរ៉ាគោលគឺមានទំហំ50 megapixel បងប្អូន aperture f 1.8 មានមុខងារទប់លំនឹង OIS និងប្រើ sensor ធំមួយលើ1.3 អ៊ីងជួយឲ្យការថតរូបនៅទីងងឹតថតបានច្បាស់បងប្អូនអែមមែនទែន telephoto 12 megapixel optical zoom បាន 3x បងប្អូន ultra wide 8 megapixel ថតប្លង់ទូលាយសម្រាប់កាមេរ៉ាខាងមុខគឺទំហំ 10.7 megapixel ទូលាយនិងមាន aperture 2.2 បងប្អូនអាចថតបានកម្រិត 4K ទាំងកាមេរ៉ាមុខទាំងកាមេរ៉ាក្រោយជាមួយនឹងបច្ចេកវិទ្យា H Max របស់ Huawei អ្វីដែលពិសេសនោះគឺវាមានទំហំរហូតដល់7អ៊ីងបងប្អូនទំហំអេក្រង់គឺធំមែនទែនថ្មរបស់វាគឺមានទំហំ6500 មីលីអាំពែដែលមានកម្រាស់ស្ដើងត្រឹមតែ 6.6 មីលីម៉ែត្រតែប៉ុណ្ណោះសម្រាប់ China version គឺយើងអាច download ពី app Easy Abroad នេះបានបងប្អូននៅពេលដែល download គឺវានៅក្នុង column នេះមួយបងប្អូនមិនថា app អីផ្សេងៗគឺអាច download បានច្រើនមែនទែនបងប្អូនមើលទៅសូម្បីតែ YouTube គឺ smooth មែនទែន smooth មែនទែនបងប្អូន smooth មែនទែនសម្រាប់បងប្អូនគិតថាទិញ Huawei ទៅគឺប្រហែលជាបើក YouTube លេង YouTube អនបានអត់ទេបងប្អូន YouTube វាមានផ្លូវកាត់ផ្លូវវៀងគឺល្អមែនទែនអត់ចេះតច្រកទេបងប្អូនតែបងប្អូនប្រើវាត្រូវតែដាក់ចិត្តដាក់កាយបន្តិចបងប្អូនប៉ុន្តែបងប្អូនបាននៅម៉ាស៊ីនមួយដែលអែមមែនទែនឆ្ងាញ់ទៅលើ Harmony OS របស់វានេះគឺកប់មែនទេបងប្អូនសំបីតែរូបរាងស្ដើងមែនបងប្អូនប៉ុន្តែបើ speaker របស់វាគឺឮសូរសំឡេងងុំរំដំមែនទេបងប្អូនងុំរំដំមែនទេបាទបងប្អូនអាចស្ដាប់បានបាទនេះចម្រៀងនេះដាក់តិចខ្ញុំអត់ដឹងថាវាចុះ copyright ឬក៏យ៉ាងណាទេបងប្អូនសាកស្ដាប់សិនទៅរងជីនរងបានដោយសាររឿងស្មីសំយូរតែជីវិតបងភ្លឺពេលដែលមានអូនចូលមកថ្ងៃដែលពួកយើងរងចាំហើយនេះគឺជាស្នេហ៍យើងថែមកច្រើនឆ្នាំតស៊ូតាំងពីក្ររហូតដល់មានបានទុំអាក្រក់បងប្អូនគិតមិនដែរបងប្អូនពិចារណាសាកមើលដាក់មកក្តារមើលបងប្អូនលោក Facebook គឺមកឆ្ងាញ់បងប្អូនបាទមកឆ្ងាញ់បាទនេះគឺយើងចាប់តាមលោកហើយប៉ុន្តែអត់ដាក់ account ចូលទេគ្រាន់តែបើកជូនបងប្អូនដាក់ធនាគារដាក់អីបានមកឆ្ងាញ់បងប្អូនអញ្ចឹង China version ទៅលើ Huawei Mate 70 Air នេះគឺអត់ជាបញ្ហាអ្វីទេបងប្អូននេះកន្លែងកម្មវិធីរបស់វាដែលខ្ញុំពងបើកហ្នឹងណាគឺគេហៅថា Easy Abroad បាទបើកមកគឺវាមានអក្សរចិនតិចតួចបងប្អូនអញ្ចឹងយើងអាច search រកកម្មវិធី Facebook Messenger Google Telegram អីចឹងទាំងផ្សេងបើសិនបើយើងរក Telegram អត់ឃើញយើងអាចទៅរកនៅក្នុង app gallery វាបានបងប្អូនឥឡូវខ្ញុំមកបើកជាមួយនឹង spec វាតិចមើលបងប្អូននេះឈ្មោះរបស់វានេះគឺ storage 512GB បងប្អូនកប់មែនទែន RAM 12បាទដោយវាប្រើ chip របស់ខ្លួនឯងគឺ Kirin 9020B បងប្អូនរបស់វាខ្ញុំគិតថាវាមិនខ្លាំងទេប៉ុន្តែដោយសារវាមាន UI របស់ខ្លួនឯង system របស់ខ្លួនឯងធ្វើឲ្យវាដំណើរការយ៉ាងរលូនបងប្អូនយ៉ាងរលូនបងប្អូនមើលទៅរូបរាងគឺស្ដើងមែនទែនស្ដើងខ្លាំងមែនទែនអនុញ្ញាតឲ្យខ្ញុំបង្ហាញវីដេអូតិចតួចបាទអំពីកាមេរ៉ាវាបន្តិចបន្តួចទេបាទបងប្អូនមិនច្រើនទេអនុញ្ញាតឲ្យខ្ញុំមានភាពរីករាយជាមួយនឹងការបង្ហាញកាមេរ៉ារបស់វាគឺនៅតែអែមចឹងបងប្អូននេះដៃខ្ញុំមិនជំហៀង color របស់វាចេញមកច្បាស់ណាបងប្អូននេះបងប្អូនមើលទៅចេញមកគឺឲ្យ detail ល្អមែនទែនខ្ញុំស្រឡាញ់ត្រង់ហ្នឹងបងប្អូនគឺវាឲ្យ detail ច្បាស់ហ្មងបែបធម្មជាតិគឺសំបីតែ portrait របស់វាគឺបែបធម្មជាតិល្អមែនទែនបងប្អូនមើលទៅខ្ញុំនៅតែស្រឡាញ់ color tone របស់ Huawei ចឹង Huawei គឺវាថតមកគឺឲ្យ detail ល្អមែនទែនបងប្អូន detail បែបធម្មជាតិណាបាទសម្រាប់នេះគឺល្អមែនទែនសំបីតែ portrait របស់វាក៏ញាក់បងប្អូន portrait របស់វាគឺមាន3គុណoptical បងប្អូនគឺល្អមែនទែនថតតែស្អាតបងប្អូនមើលទៅ color tone របស់វាទៅ
vừa apertureនេះយើងអាចសេរី aperture ទូចធំមកនេះកន្លែង 2.4 ណាបងប្អូនបងប្អូនមើលតែ aperture របស់វានេះគឺឲ្យ detail មកដាច់ស្អាតសូម្បីតែការថតត្រេដាច់ត្រេគឺនៅស្អាតមែនតើបងប្អូនគឺប្លង់ដែលថតចេញពី Huawei នេះគឺឲ្យល្អមែនទេទៅអតិជនណាខ្ញុំអត់តេស្តអីច្រើនបងប្អូនតែប៉ុណ្្នឹងទេគាត់បង្ហាញបងប្អូនតែប៉ុណ្្នឹងបងប្អូនអត់មានបានតេស្តអីច្រើនជូនបងប្អូនទេបាទសម្រាប់ Mate 70R នេះគឺស្អាតមែនតើបងប្អូនដែលមានចំណាប់អារម្មណ៍អាចឆាតតាក់ទងបានណាបាទអរគុណ